សួស្តីបងប្អូនទាំងអស់គ្នាវីដេអូនេះគឺជាថ្ងៃខួប12ឆ្នាំរបស់ពួកខ្ញុំគ្រួសាររបស់ខ្ញុំតែងតែរំលឹកអនុស្សាវរីយ៍ល្អៗជាមួយគ្នាជារៀងរាល់ឆ្នាំមិនដែលខានទេខ្ញុំពិតជាសំណាងណាស់ដែលបានរស់នៅជាមួយនឹងក្រុមគ្រួសារដ៏តូចមួយនេះដែលមានសុភមង្គលនិងកក់ក្ដៅបំផុតបងប្អូនដឹងទេថាបើសិនជាយើងចង់បានទទួលសេចក្តីស្រឡាញ់ពិតប្រាកដពីគេគឺយើងត្រូវផ្ដល់ក្តីស្រឡាញ់សេរីភាពភក្ដីភាពគុណភាពសុចរិតភាពភាពសប្បាយរីករាយស្និទ្ធស្នាលកក់ក្ដៅកាលណាអ្នកស្រឡាញ់គេប៉ុណ្ណាគេនឹងផ្ដល់ក្តីស្រឡាញ់មេត្តាប៉ុណ្ណោះដែរនៅក្នុងជីវិតអាពាហ៍ពិពាហ៍មិនមែនបានមកពីការស្វែងរកគូស្នេហ៍ដែលត្រូវគ្នានោះទេក៏ប៉ុន្តែប្រការដែលសំខាន់នោះគឺយើងត្រូវចេះសម្របខ្លួនឲ្យត្រូវគ្នាផងដែរស្នេហាគឺជាការស្រឡាញ់ខ្វល់ខ្វាយយកចិត្តទុកដាក់ការយល់សប្តិយកទុកការលះបង់ឲ្យគ្នាទៅវិញទៅមករស់នៅជាមួយគ្នាមួយថ្ងៃដោយការញញឹមធ្វើឲ្យដិតតាមស្នាមស្នេហ៍អនុស្សាវរីយ៍អស់មួយជីវិតរស់នៅជាមួយគ្នាមួយជីវិតដោយគ្មានការញញឹមធ្វើឲ្យដិតដាមស្នាមឈឺចាប់ពីមួយជីវិតស្នាមញញឹមរបស់ភរិយាគឺជាធម៌ពលដ៏ខ្លាំងក្លារបស់ស្វាមីស្នាមញញឹមរបស់ស្វាមីគឺជាក្តីសង្ឃឹមដ៏ធំធេងបំផុតរបស់ភរិយាដែលពីរនាក់គួរតែផ្ដល់ឲ្យគ្នាទៅវិញទៅមកយ៉ាងពេញចិត្តគ្រប់ពេលវេលាដូចនេះបើបងប្អូនណាមិនទាន់ចេះញញឹមសូមកុំទាន់រៀបអាពាហ៍ពិពាហ៍ណាហើយខ្ញុំពិតជាអរគុណដល់បុគ្គលិកនៅក្នុងហាង Pico BBQ ខ្លាំងមែនទែនសម្រាប់ការរៀបចំយ៉ាងល្អនិងទទួលពួកខ្ញុំយ៉ាងរួសរាយរាក់ទាក់បំផុតជួបនេះពិតជាពិសេសខ្លាំងណាស់បងប្អូនសូមកុំភ្លេចផ្ដល់ពេលវេលាជុំគ្រួសារឲ្យបានច្រើនណាមិនថានៅកន្លែងណាក៏ដោយជាពិសេសគឺនៅផ្ទះនឹងតែម្ដងឲ្យតែបានញ៉ាំអាហារជុំគ្នាដោយមានសម្លេងសះក្អាកក្អាយសប្បាយរីករាយដោយមិនប្រកាន់គ្នាចេះផ្ដល់ភាពផ្អែមល្ហែមនឹងគ្នាជាដរាបនោះក្រុមគ្រួសាររបស់យើងនឹងមានសុភមង្គលអរគុណច្រើនបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមជូនពរបងប្អូនឲ្យមានសុភមង្គលនៅក្នុងក្រុមគ្រួសារទាំងអស់គ្នាណា